សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូទៅជប៉ុនរបស់ខ្ញុំថ្ងៃទី2នេះខ្ញុំមិននាំអ្នកនរគ្នាឲ្យស្គាល់ប្រាសាទប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសជប៉ុនដែលប្រាសាទមួយនេះស្ថិតនៅក្នុងទីក្រុងណាហ្គូយ៉ាខេត្តអាយជីបើសិនជាអ្នកនរគ្នាទៅទីក្រុងណាហ្គូយ៉ាហើយអត់បានទៅលេងកន្លែងនេះគឺដោយអត់បានទៅទីក្រុងណាហ្គូយ៉ាចឹងអ្នកនរគ្នាតោះកុំឲ្យខាតពេលយូរមកតាមដានទស្សនវិជ្ជាខាងក្នុងជាមួយខ្ញុំទាំងអស់គ្នានឹងប្រាសាទនេះមានឈ្មោះថា Nagaya Castle អ្នកនរគ្នាប្រាសាទនេះគឺជាប្រាសាទប្រវត្តិសាស្ត្រមួយរបស់ប្រទេសជប៉ុនហើយត្រូវបានសាងសង់ឡើងក្នុងសតវត្សទី17នឹងបើគិតដល់ឥឡូវខ្ទង់400ឆ្នាំជាងហើយអ្នកនរគ្នាប្រាសាទហ្នឹងគេ design រចនាបថបែបជប៉ុនបុរាណណាអ្នកនរគ្នាដើម្បីដោយសារតែរូបត្រីមាសនៅលើដំបូលអ្នកនរគ្នាបើអ្នកនរគ្នាចង់ចូលត្រូវទិញសំបុត្រចូលម្នាក់ប្រហែលជា$3អីអ្នកនរគ្នានៅក្នុងហ្នឹងធំអ្នកនរគ្នាអញ្ចឹងបើចាយពេល explore ប្រហែលជាខ្ទង់មួយថ្ងៃអីហ្នឹងអ្នកនរគ្នាតែខ្ញុំដើរអត់ជុំទេអញ្ចឹងខ្ញុំដើរមើលបានត្រួសអញ្ចឹងណានៅក្នុងហ្នឹងគេ design ជាសួនច្បារធំមែនទែនអ្នកនរគ្នាមានដើមសាការ៉ាមានដើមឈើចម្រុះអីធំផ្សេងៗអ្នកនរគ្នាខ្ញុំទៅហ្នឹងសាការ៉ាជ្រុំអស់ហើយអ្នកនរគ្នាបើយើងទៅចំពេលសាការ៉ារីកស្អាតខ្លាំងមែនទែនអ្នកនរគ្នានេះសាមច្ឆា original taste in Japan អ្នកនរគ្នាមានអារម្មណ៍ថាឆ្ងាញ់អ្នកនរគ្នាដោយសារមច្ឆាគេមានអារម្មណ៍ថាវាអត់សូវឆ្អាបណាNagaya Castle មើលពីខាងក្នុងទៅអ្នកនរគ្នាហើយកន្លែងហ្នឹង base spot សម្រាប់ថតរូបដែរខ្ញុំស៊ូមនេះស៊ូមសាការ៉ាអ្នកនរគ្នាដោយសារពេលត្រូវខ្យល់ទៅវាហើអាស្រទាប់ផ្កាទៅស្អាតមែនទែនNagaya Castle ហ្នឹងបើតាមខ្ញុំអានពីមុនគេប្រើជាផ្ទះរបស់អភិបាលក្នុងសម័យអ៊ីដូអ្នកនរគ្នាហើយសម័យអ៊ីដូហ្នឹងខ្ញុំក៏អត់ច្បាស់ថាសម័យមិនដែរអញ្ចឹងបើអ្នកនរគ្នាចង់ដឹងស៊ីជម្រៅអីអាចទៅស្រាវជ្រាវបន្ថែមអ្នកនរគ្នាតាម Google ក៏បានតាម AI អីក៏បានដែរហើយភាសាហ្នឹងធ្លាប់ត្រូវបានបំផ្លាញក្នុងសង្គ្រាមលោកលើកទី2អ្នកនរគ្នាប៉ុន្តែក្រោយមកគេជួសជុលឡើងវិញអញ្ចឹងណាហើយអាគារដែលខ្ញុំថតជាប់មិញហ្នឹងយើងអាចចូលទៅខាងក្នុងបានអ្នកនរគ្នាហើយគេមានជាអ្នកបកប្រែអីបង្ហាញពីប្រវត្តិប្រាសាទហ្នឹងវិញអញ្ចឹងប៉ុន្តែខ្ញុំអត់បានចូលទេដោយសារត្រូវដំណងយូរអ្នកនរគ្នាបើអ្នកនរគ្នាបានមកលេងអីហើយមានពេលវេលាអីអាចសាកចូលកន្លែងហ្នឹងបានអ្នកនរគ្នាទីទៅនៅជប៉ុននៅកន្លែងណាក៏ដូចកន្លែងណាដែរអ្នកនរគ្នាហើយទៅកន្លែងតំបន់ទេសចរហើយល្បីអញ្ចឹងភាគច្រើនសិតតែត្រូវដំណងជួអញ្ចឹងអ្នកនរគ្នាដោយសារមនុស្សច្រើនគេយើងមកមើលពីទស្សនវិជ្ជានិងបរិយាកាសជំនាញនៅក្នុង Nagaya Castle នឹងទាំងអស់គ្នាអ្នកនរគ្នាខ្ញុំផ្លេចប្រាប់ខ្ញុំទៅ Nagaya Castle ហ្នឹងគឺទៅមួយមេរបស់ខ្ញុំអ្នកនរគ្នាមេរបស់ខ្ញុំគឺជនជាតិជប៉ុនហ្មងអ្នកនរគ្នាតែគ្រាន់ថាគាត់ចាប់ដំណើរត្រឡប់ទៅជប៉ុនវិញអញ្ចឹងណានិយាយទៅគាត់ចាប់យូរដែរអ្នកនរគ្នាប្រហែលជា3ឆ្នាំជាងហើយប៉ុន្តែគាត់នៅតែតាក់ទងស្និទ្ធស្នាលមួយយើងធម្មតាអញ្ចឹងណាអ្នកនរគ្នាទៅគាត់ចិត្តល្អមែនទែនអ្នកនរគ្នានិយាយទៅគាត់ស្នាក់នៅក្នុងទីក្រុងណាក៏យ៉ាងហ្នឹងមកអ្នកនរគ្នាហើយពេលដែលខ្ញុំទៅហ្នឹងគឺគាត់បាននាំដើរលេង explore ទីក្រុងណាក៏យ៉ាងហ្នឹងពេញមួយថ្ងៃហ្មងហើយអីដែលខ្ញុំ surprise អ្នកនរគ្នាប្រពន្ធរបស់គាត់បានប្រាប់ខ្ញុំថាគាត់កើតនៅទីក្រុងណាក៏យ៉ាងហ្នឹងហ្មងនិយាយទៅអ្នកស្រុកណាក៏យ៉ាងហ្នឹងហ្មងអ្នកនរគ្នាប៉ុន្តែនេះជាលើកទី1ដែលគាត់បានមកលេង Nagaya Castle ហ្នឹងអ្នកនរគ្នានិយាយទៅខ្ញុំគ្រាន់តែលេងខ្ញុំនឹង surprise ហ្មងទៅបើអ្នកនរគ្នាចង់សួរជនជាតិជប៉ុនកន្លែងដើរលេងអីមិនប្រកាសថាគេស្គាល់ជាងយើងឯអ្នកនរគ្នាអូខេអញ្ចឹងវីដេអូចាញ់លេងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តអីកុំភ្លេចជួយ like subscribe channel ខ្ញុំម្នាក់មួយផងហើយកុំភ្លេចដាក់រូបកណ្ដឹងដើម្បីតាមដានវីដេអូថ្មីៗអរគុណ